បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកពីការប្រកួតមួយបាទរបស់លោកគ្រូឆយវរាជាមួយនឹងបងជីស៊ីដេតបាទចំពោះការប្រកួតនេះគឺស្ថិតនៅក្នុងវគ្គ8អ្នកចុងក្រោយនេះបាទអញ្ចឹងចំពោះការលេងនេះបងប្អូនបាទគឺការលេងរបស់បងដេតហើយនឹងលោកគ្រូឆយវរាគឺគាត់លេងសេះស្ដាំដូចគ្នាហើយដោយលោកគ្រូឆយវរាគាត់លេងសកតបាទលេងសកតនាងអញ្ចឹងយើងមើលការដោះបាទរបស់បងជីស៊ីដេតគឺការរងសកតនាងនេះបាទគឺលោកគ្រូចៃប្រាបាទនៅពេលផ្ដាច់គ្រាប់អស់ហើយគឺគាត់នៅសល់ថៃសកតបាទគឺគាត់រក្សានៅថៃសកតដដែលណាបាទហើយបងជីសេដេតបាទគឺគាត់មានផ្លូវគោលបាទគឺគាត់ឡើងផ្លូវគោលឈរចំពីមុខតែម្ដងបាទការពារនៅពេលដែលខាងលោកគ្រូឆយវរាប្រើថៃបានបាទអញ្ចឹងនៅពេលដែលគោលបាទសកតនាងបែបហ្នឹងទៅគឺថៃបាទគឺចេញមកអត់រួចទេបាទចេញមកដេញគោលអត់រួចណាបងប្អូនអ្នកគ្នាបាទអញ្ចឹងចំពោះការលេងបាទរបស់លោកគ្រូឆយវេរានិងបងជីស៊ីដេតបាទគឺមួយបាទគឺលេងសកត់នាងមួយគឺរងសកត់នាងបាទឥឡូវយើងឃើញថាបងជីស៊ីដេតបាទមកដល់កន្លែងនេះគឺគាត់ចាក់ត្រីចុងក្តារបាទចាក់ត្រីចុងក្តារចង់ទៅខូចអញ្ចឹងលោកគ្រូឆយវេរាគាត់ចាក់ទប់បាទអញ្ចឹងបងដេតបាទគាត់ធ្វើការងាកស្ដាច់បាទចេញបន្តិចបាទអានេះមើលជើងបាទមើលជើងរបស់ខាងគូប្រកួតបាទអញ្ចឹងការកិច្ចស្ដាច់នេះគឺអាចនឹងមើលជើងផងអាចនឹងបាទឡើងនាងមកកម្មផងណាបាទជាទូទៅនាងអាចហោះបានន័យថាយកទៅលក់ជាមួយនឹងត្រីក៏ប៉ុន្តែអត់តលក់ភ្លាមទេបាទឥឡូវយើងឃើញថាលោកគ្រូឆយវរាបាទគាត់ឡើងសេះមកបាទគោលដៅរបស់លោកគ្រូឆយវរាបាទគាត់ឈរសេះបាទគឺនៅក្នុងចំហខ្ពស់បាទត្រៀមនឹងចល័តបន្តទៀតបាទទៅណាយើងអត់តដឹងទេបាទឥឡូវយើងឃើញថាបងជីស្តេតបាទគាត់ឡើងនាងបាទឡើងនាងមកកម្មធម្មតាបាទនេះថាអត់យកទៅលក់ទេអត់តលក់ទេអត់តដល់ពេលដែលយកនាងនឹងទៅត្រូវលក់ទេបាទអញ្ចឹងលោកគ្រូឆយវរាបាទគាត់ទាញទូកបាទមកដាក់ចាំចាប់គោលបាទដែលមានត្រីចងនៅពីក្រោយនឹងផងណាបាទអញ្ចឹងបងដេតគាត់ធ្វើការយកទូកបាទមកការពារហើយបាទដាក់ចំកាឡាជាមួយគ្នាបាទអញ្ចឹងយើងឃើញថាបងដេតបាទគាត់ល្អអាត្រី2បាទដែលនៅខាងស្ដាំដៃនោះបាទឥឡូវលោកគ្រូឆយវរាបាទចេញត្រីមកហើយបាទបងដេតដាក់ទូកតឹមបាទអញ្ចឹងបន្ទាប់ពីបងដេតគាត់ធ្វើការដាក់ទូកតឹមហើយបាទលោកគ្រូឆយវរាគាត់ងាកបាទស្ដាច់ចេញបន្តិចបាទអញ្ចឹងកាឡានេះអត់តន់ធ្វើអីគ្នាទេបងប្អូនបាទនៅតាំងរ៉ាប់ដូចគ្នាបន្តិចទៀតសិនបាទបន្តិចទៀតទើបមានការប្រយុទ្ធបាទលះហែកគ្រាប់គ្នាបាទបងដេតគាត់ធ្វើការទាញទូកចេញមកបាទលោកគ្រូឆយវរាបាទគាត់ស៊ីត្រីមួយគ្រាប់បាទបងដេតយកត្រីស៊ីតវិញហើយគាត់ធ្វើការបោះសេះទៅចាប់ត្រីនឹងតែម្ដងបាទនៅកន្លែងនេះគឺបងដេតបាទគាត់ធ្វើការយកត្រីយកសេះបាទមកស៊ីត្រីនៅលើជើងនាងនឹងយកតែម្ដងបងប្អូនទាំងអស់គ្នាបាទណាដោយសារតែលោកគ្រូឆយវរាយកសេះទៅចាប់ត្រីបាទហើយបងជីស្តេតបាទគាត់ប្រើស្និតបាទគឺយកគ្រាប់ធំបាទទៅស៊ីនាងមួយត្រីមួយបាទហើយរក្សាត្រីរបស់គាត់ឲ្យនៅតឹមបាទឥឡូវលោកគ្រូឆយវរាបាទគាត់ទាញទូកទៅតឹមនៅចុងក្តារខាងនោះហើយបាទហើយដាក់អង្គផងបាទឥឡូវយើងឃើញថាបងដេតបាទគាត់ងាកស្ដាច់ចេញហើយបាទពួកអីនៅក្នុងផាយអត់បានទេបាទនៅក្នុងផាយហ្នឹងតែប្រហែលបាទគឺស៊ីកូនអស់បាទឥឡូវនេះយើងឃើញថាលោកគ្រូឆយវរាបាទគឺគាត់ធ្វើការយកសេះបាទទៅស៊ីត្រីនៅលើជើងវិញតែម្ដងបាទណាយកសេះទៅស៊ីត្រីហើយកាលណាតែបងដេតបាទគាត់យកទូកទៅស៊ីបាទគឺឡើងគោចាក់បំបែកសេះទូកបាទណាស៊ីលើជើងម្នាក់ម្ដងបងប្អូនបាទឥឡូវបើរត់ទូកស៊ីសេះទេរត់សេះស៊ីទូកបាទអញ្ចឹងកន្លែងនេះគឺជំរើសបាទរបស់បងដេតបាទគឺគាត់ត្រូវឡើងនាងទៅចងបាទទុកឲ្យស៊ីដើម្បីបាទកុំឲ្យមានគ្រាប់តេឲ្យមានគ្រាប់ដូរណាបាទអញ្ចឹងកន្លែងនេះគឺគោលបាទដូរជាមួយនឹងទូកបាទអញ្ចឹងយើងឃើញថាទូទាត់បាទលទ្ធផលគ្រាប់ដែលប្រយុទ្ធគ្នាមកប្រើមិញហ្នឹងបាទគឺបងដេតបាទគាត់សល់ទូកមួយគោល2សេះ1នាង1បាទហើយលោកគ្រូឆយវរាគឺសល់សេះ1គោល1ទូក2បាទសេះពិសេស
côn chỉ côn bạn này là tu khang so muối mà nắng côn muối niềng muối hơi nắng thầy mùi nà ní nó bê đại bắt đầu crop này hai bạn dính thời tại riêng bạn tu thuật là cái lại năng bà chắc bằng đét bà còn giờ xe bà tới cho nơi trong hồ của đây chỉ cả là mình miên ấy đánh xe bà chỉ cả là sản vật phí á bà chẳng lục cụ chơi với bà quát thôi cả thôi cố bà thôi tụi mình là bày chương cối còn ai đánh xe bàn đấy lời thôi cố bà bằng đét lang sạch màu thòm đa sẵn bà chẳng lục cụ chơi với bà quát thôi cả lang cố bà tự đánh xe nàng hái bà chẳng xa hành cô cứ thông này lời ní cứ tu tiền chẳng cứ mình ai tục xe ở si bàn đây nó bằng 4 bà đi trong pua ca lên bạn hỏi dừng kếtในការទូទាត់ក្របបាទអញ្ចឹងសេះនេះបាទដាច់ខាតទៅតែហត់តែសំខាន់គឺថារត់ទៅខាងណារត់ទៅកន្លែងណាដែលចំណេញបាទឥឡូវយើងឃើញថាបងដេតបាទគាត់រត់បាទទៅចុងក្តារបាទអញ្ចឹងយើងឃើញថាលោកគ្រូឆយវរាគាត់មានទូកបាទតែបងដេតគាត់នៅសល់គោលត្រីនាងបាទបានន័យថា3គ្រាប់ហ្នឹងគឺស្មើនឹងទូកលោកគ្រូឆយវរាមួយបាទឥឡូវយើងឃើញថាលោកគ្រូឆយវរាលើកទូកមកហើយបាទអញ្ចឹងបងដេតបាទគាត់ធ្វើការងាកស្ដាច់បន្តិចបាទហើយចំពោះការដើរចំពោះការលើកទូកនេះផងដែរបងប្អូនគឺលើកដើម្បីបាទយកទូកមួយទៀតមកប្រើអញ្ចឹងដើម្បីកុំឲ្យខាតកាឡាណាបាទអញ្ចឹងលើកមួយទាញមួយទៀតបាទយកមកប្រើបាទអញ្ចឹងបងដេតគាត់ទាញទូកបាទត្រឡប់ទៅវិញបាទបងដេតគាត់ប្រងចេញទូកបាទអញ្ចឹងលោកគ្រូឆយប្រាគាត់បោះសេះមកចុងក្តារបាទធ្វើការចល័តជើងសេះបាទអញ្ចឹងសេះបាទលោកគ្រូឆយប្រាគាត់អាចចល័តបាទឬក៏ផ្លាស់ប្ដូរទៅទីតាំងថ្មីឬក៏មកទីតាំងដើមវិញបាទអាស្រ័យទៅលើការដើរបន្តទៀតបាទអញ្ចឹងយើងឃើញថាបងដេតគាត់ឡើងស្ដាច់បាទឥឡូវលោកគ្រូឆយប្រាគាត់ថយសេះមកវិញបាទមកទីតាំងដើមបាទដោយមើលឃើញថាកាឡាមិនតាន់អាចនឹងមានអីចូលណាបាទអញ្ចឹងបងដេតគាត់ធ្វើការយកទូកបាទមកដាក់ចាប់បាទភ្ជុងនៅកន្លែងនេះដែរភ្ជុងនេះបានន័យថាភ្ជុងទៅពេលដែលដកសេះគឺសល់តែពីក្រោយបាទអញ្ចឹងកន្លែងនេះលោកគ្រូឆយវរាគាត់ដកសេះចេញបាទអុកមួយជើងបាទអញ្ចឹងអុកបាទបន្ទាប់ពីអុកហើយបាទស្ដាច់បងបងនេះអត់ហ៊ានចូលអង្គទេបាទណាបងប្អូនចូលអង្គខូចអញ្ចឹងគឺងាកបាទចេញងាកចេញបន្ទាប់ពីងាកចេញលោកគ្រូឆយវរាបោះសេះដេញទូកអញ្ចឹងកន្លែងនេះបងដេតគាត់ស៊ីត្រីហើយបាទហើយលោកគ្រូឆយវរាគាត់ចោលត្រីនឹងដែរដោយសារគាត់ត្រូវការយកសេះបាទទៅកាត់ជាមួយនឹងគោត្រីដើម្បីបាទទូករបស់គាត់ហ្នឹងចេញបាន2ណាបាទអញ្ចឹងគឺគាត់ត្រូវការប្រើទូក2ត្រូវការធ្លាយអញ្ចឹងកាលណាតើគោលហ្នឹងនៅកន្លែងហ្នឹងចងជាប់គ្នាផ្អោបជាមួយនឹងត្រីហ្នឹងគឺធ្វើការអីអត់កើតទេបាទអញ្ចឹងហើយអានេះគឺលោកគ្រូឆយវរាគាត់ព្យាយាមបាទបំបែកកាឡាលេងកាឡាទលាយបាទដើម្បីឲ្យទូកមានប្រសិទ្ធភាពខ្ពស់បាទតែជាក់ស្ដែងគឺបងដេតក៏គាត់សរសេះដែរបាទគាត់សរសេះនាងបាទស្មើនឹងទូកណាបងប្អូនបាទនៅកាឡានេះបាទអញ្ចឹងបងដេតគាត់ធ្វើការថយសេះពីចុងក្តារយកមកប្រើបាទលោកគ្រូឆយវរាដាក់ទូកបាទសង្កត់មួយសិនបាទសង្កត់កាឡាអញ្ចឹងនៅជើងក្រោយបើមានការអុកទៅអត់មានអីបិទអត់មានអីទៅបាទស្ដាច់បាទបោះបងដេតនឹងធ្លាក់ណាបាទអញ្ចឹងដាក់អីទេបុកអុកទៅអាចមានក្របបិទមានសេះមានគោមានអីអាចបិទបានណាបងប្អូនអាចនឹងយកសេះបិទបានបើសិនជាលោកគ្រូឆយវរាអុកបាទអញ្ចឹងកន្លែងនេះលោកគ្រូឆយវរាបាទគាត់ធ្វើការថយស្ដាច់បាទបងដេតទាញទូកទៅចុងក្តារដាក់ចាប់ត្រីបាទអញ្ចឹងលោកគ្រូឆយវរាអុកមួយជើងបាទកន្លែងនេះបាទគឺបងដេតឲ្យអុកដោយសារ
ស្ដាច់របស់គាត់បាទគឺគាត់មានផ្លូវឡើងបាទបើធ្លាក់ចូលមកក្រោមគឺអត់បានទេបាទអញ្ចឹងគឺមានផ្លូវឡើងបាទហើយឲ្យអុកបាទអញ្ចឹងលោកគ្រូឆុយវាចាក់ចុងក្តារបាទយកទៅបកបាទបងដេតស៊ីទៅចុងក្តារលោកគ្រូឆុយវាឡើងស្ដាច់បាទធម្មតាបាទបងដេតអុកទៀតបាទអុកអញ្ចឹងទៅមកកន្លែងនេះបាទអញ្ចឹងចំពោះការលេងបាទគឺការប្រយុទ្ធគ្នាពីឆាកបាទដំបូងបាទគឺមានការស៊ីប្រទាញបាទលើជើងគ្នាម្នាក់ម្ដងណាបងប្អូនចំពោះការលេងនេះបាទការលេងរបស់លោកគ្រូឆុយវាហើយនឹងបងដេតបាទអញ្ចឹងឥឡូវលោកគ្រូឆុយវាគាត់សម្រេចចិត្តថាបកហើយបាទត្រីចុងក្តារហ្នឹងបាទអញ្ចឹងបងប្អូនកន្លានេះយើងមើលបាទបើយើងទូទាត់ក្របបាទថាតើខាងសបាទមានទូក2ហ្នឹងអាចមានឱកាសបាទសម្រាប់ឈ្នះទៅលើខាងខ្មៅដែលកាន់ដោយបងជាស៊ីដេតបានដែរឬអត់បងប្អូនណាបាទឥឡូវបងដេតបាទគាត់ធ្វើការបោះសេះបាទមកចាប់គោលបាទអញ្ចឹងសេះបាទបោះមកចាប់គោលមួយជើងនេះបាទអញ្ចឹងមានក្របចងទេបាទអត់មានទេកន្លែងនេះដោយសារគោលនេះអត់មានក្របចងទេបាទអញ្ចឹងឡើងទៅលើជើងនាងតែម្ដងបាទអញ្ចឹងឡើងទៅដូរជាមួយនាងតែម្ដងបាទបាទអញ្ចឹងមកដេតស៊ីហើយបាទបន្ទាប់ពីស៊ីទៅបាទគឺលោកគ្រូឆុយវាគាត់ស៊ីគោលវិញបាទដោយសារនាងហើយគោលវិញគឺចងភ្ជាប់គ្នាបាទតែបន្ទាប់ពីយកគោលទៅលើជើងហើយបាទមកដេតស៊ីគោលបាទអញ្ចឹងលោកគ្រូឆុយវាក៏ស៊ីគោលវិញដូចគ្នាបាទគោលដូរគោលបាទអញ្ចឹងយើងឃើញថាកន្លែងនេះគឺទូកបាទដោយសារទូកខ្មៅរបស់បងដេតនេះបាទនៅជាប់សង្កត់កាឡាបាទអញ្ចឹងយើងឃើញថាសេះនាងទូកបាទ3គ្រាប់នេះបើសិនជាប្រហែសណាបងប្អូនអាចនឹងសម្រាប់បានណាបងប្អូន3គ្រាប់នេះអាចនឹងសម្រាប់បានបាទសម្រាប់នាងសេះទូកបាទគឺគ្រប់លទ្ធភាពនៃការសម្រាប់ស្ដាច់បាទអញ្ចឹងយើងឃើញថាឥឡូវនេះបាទគឺខាងលោកគ្រូឆុយវាបាទគឺគាត់កាំងកាឡានៅខាងក្រោមតិចដែរហើយបាទដោយសារតែកាឡានេះគឺនៅទាបពេកបាទអញ្ចឹងយើងឃើញថាទូក2មែនបាទទូក2មែនក៏ប៉ុន្តែគឺជាប់បាទជាប់កាឡាគៀបរបស់បងជីស៊ីដេតបាទអញ្ចឹងឥឡូវនេះកាឡានេះបាទគឺមានតែអុកទេអុកឡាំប៉ាណាបងប្អូនគឺបាទមកដេតគាត់ឡាំប៉ាអុកទៅមកដើម្បីយកស្មាបាទនៅក្តារអានេះដូចជាក្តារទី1បាទនៅវគ្គ8នាក់នេះហើយខ្ញុំនឹងស្វែងរកបាទវីដេអូទី2ដែលពួកគាត់លេងជាមួយគ្នាទៀតបាទណាយកមកចែកជូនបងប្អូនទាំងអស់គ្នាបាទឥឡូវនេះមកដេតថាគាត់ថា review កន្លែងនេះគឺថាបើអត់អុកឡាំប៉ាទេអុកអញ្ចឹងស្ដាច់គេងាកចេញទៅផត់អញ្ចឹងណាបាទហើយចុងក្រោយគឺនៅតែឡាំប៉ាដដែលมันអាចសម្រាប់បានណាបាទអញ្ចឹងសូមអរគុណបងប្អូនបាទសម្រាប់វីដេអូគឺមានតែប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយសូមអរគុណ